ដើម្បីឲ្យមានការរីកចម្រើនក៏ត្រូវមានកត្តាច្រើនដែរក្នុងពុទ្ធសាសនាហ្នឹងគឺទី1កុំឲ្យខ្ជិលឲ្យឃើញទោសនៃការខ្ជិលហ្នឹងកោសច្ចៈភយតោតិស្វាណាគឺថាឲ្យឃើញទោសនៃការខ្ជិលច្រអូសបើដេករហូតដែលធ្វើការដែលសិក្សារៀនសូត្រអាហ្នឹងអត់មានអីចម្លែកទេជាតិលិចលង់ជាតិអត់រីកចម្រើនសាសនាអត់រីកចម្រើនវត្តប្រាសាទស្រះកដាខ្ចាស់គឺស្វាគមន៍យ៉ាងកក់ក្ដៅបំផុតរាល់សមណៈសិស្សគ្រប់អង្គដែលបានគង់នៅហើយនឹងមានបំណងនិមន្តមកគង់នៅស្នាក់សិក្សារៀនសូត្រដែលមានកម្មវិធីសិក្សាផ្នែកពុទ្ធកៈបឋមសិក្សាចំនួន3ថ្នាក់គឺថ្នាក់ទី1ទី2ទី3ហើយនឹងមានចំណេះដឹងទូទៅយើងថាផ្លូវលោកហើយនឹងមានកម្មវិធីអប់រំផ្សេងមានភាសាបរទេសមានបច្ចេកទេសកុំព្យូទ័រដែលយើងបានរៀបចំកន្លងមកចឹងកូនដឹងហើយថាជីវិតអ្នករៀននេះគឺមានគុណតម្លៃកាត់ថ្លៃមិនបានទេហ្នឹងហើយបុរាណខ្មែរយើងមានការលើកឡើងថាវិជ្ជាសាងជនសាងជាតិសាងសាសនាកូនធ្លាប់ឮដែរកូនពាក្យហ្នឹងវាមាន3ឃ្លាគេថាហ្នឹងហើយវិជ្ជាសាងជនមានន័យចំណេះដឹងដែលយើងរៀនហ្នឹងគឺសាងខ្លួនយើងអ្នកជនហ្នឹងគឺបានដល់យើងម្នាក់ហ្នឹងសមណៈសិស្សគ្រប់ព្រះអង្គហ្នឹងនឹងคลายទៅជាអ្នកមានចំណេះដឹងហ្នឹងហើយដែលឲ្យតែងលើកឡើងថាម៉េចស្រឡាញ់សៀវភៅជាសញ្ញានៃអ្នកចេះមានចំណេះជាសញ្ញាមិនក្រខ្សត់ពានាជាសញ្ញាអ្នកចូលវត្តអត់សម្ពុតជាសញ្ញានៃអាចារ្យអញ្ចឹងគាត់តែមានទម្លាប់អានសៀវភៅហ្នឹងគឺអាចទស្សទាយបានណាអាចធ្វើការសន្និដ្ឋានបានណាថាអ្នកនោះអនាគតខាងមុខនឹងคล้ายទៅជាអ្នកចេះដឹងជាបញ្ញវន្តអញ្ចឹងកូនចូលចិត្តអានសៀវភៅអត់ចូលចិត្តអត់កូនហ្នឹងហើយដូចឮមិនស្រស់គ្នាសោះណាអញ្ចឹងបើមិនតាន់ចូលចិត្តទេគឺបណ្ដោះចិត្តឲ្យចូលចិត្តអានសៀវភៅព្រោះការស្រឡាញ់សៀវភៅនេះជាសញ្ញានៃអ្នកចេះមើលថាមើលស្រឡាញ់សៀវភៅជាសញ្ញានៃអ្នកចេះមានចំណេះជាសញ្ញាមិនក្រសត់ពានាជាសញ្ញាអ្នកចូលអត់សម្ពុតជាសញ្ញានៃចែលនឹងទី1ហ្នឹងគឺថាវិជ្ជាសាងជនគឺសាងឲ្យយើងមានចំណេះមានជំនាញហ្នឹងហើយចោលលួចអត់បានទេទ្រព្យសម្បត្តិអាចចោលលួចបានប៉ុន្តែវិជ្ជាចំណេះដឹងហ្នឹងគឺនៅក្នុងខ្លួនប្រាណយើងគឺចោលលួចអត់បានទេហ្នឹងហើយដល់ទី2ជនសាងជាតិដល់ពេលយើងមានចំណេះចេះដឹងជាសមណៈដែលមានចំណេះដឹងបព្វជិតដែលមានចំណេះដឹងហ្នឹងហើយប្រជាជនយុវជនដែលមានចំណេះដឹងហ្នឹងគឺសាងជាតិណាធ្វើឲ្យជាតិរីកចម្រើនរុងរឿងហ្នឹងហើយធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យមិនអាចយកអ្នកល្ងងខ្លៅទៅដឹកនាំប្រទេសឲ្យអ្នកល្ងងខ្លៅដឹកនាំអង្គភាពសហគមន៍ដែលហើយទៅសំបីតែព្រះចៅអធិការវត្តក៏ត្រូវតែយកអ្នកចេះដឹងមានសមត្ថភាពមានសិលធម៌និងមានលក្ខណៈគ្រប់គ្រាន់បានធ្វើឲ្យវត្តអារាមនឹងរីកចម្រើនអញ្ចឹងយ៉ាងណាមិញជាតិដូចគ្នាអញ្ចឹងជាតិត្រូវការពួកយើងជាតិត្រូវការយុវជនដែលមានចំណេះដឹងជាតិត្រូវការ
បរតដែលមានចំណេះដឹងធ្វើឲ្យជាតិរីកចម្រើនដើម្បីមានចំណេះដឹងវាមានកត្តាច្រើនដើម្បីឲ្យមានការរីកចម្រើនក៏ត្រូវមានកត្តាច្រើនដែរក្នុងពុទ្ធសាសនាហ្នឹងគឺទី1កុំឲ្យខ្ជិលឲ្យឃើញទោសនៃការខ្ជិលហ្នឹងកោសច្ចញ្ញភយតោតិស្វាណាគឺថាឲ្យឃើញទោសនៃការខ្ជិលច្រអូសបើដេករហូតដែលធ្វើការដែលសិក្សារៀនសូត្រអាហ្នឹងអត់មានអីចម្លែកទេជាតិលិចលង់ជាតិអត់រីកចម្រើនសាសនាអត់រីកចម្រើនហ្នឹងហើយអញ្ចឹងគឺត្រូវឃើញទោសនៃការខ្ជិលច្រអូសទី2ឃើញទោសនៃការឆ្លោះគ្នាវិវាទាំងភយតោតិស្វាគឺថាឃើញចំនួនឃើញសង្គ្រាមហ្នឹងគឺថាមានទោសជាភ័យសម្រាប់ជាតិសម្រាប់អង្គភាពសម្រាប់សាសនាសម្រាប់គ្រួសារទៅទៀតតែឆ្លោះគ្នាដឹងហើយកូនមានពុកម្ដាយដែលគាត់នៅទទួលទានផឹកគ្រឿងសង្វឹងបែកចានបែកឆ្នាំងបែកបាក់គ្រួសារពុកម្ដាយយើងនឹងជួបការលំបាកទី3ពុទ្ធថាឲ្យឃើញទោសនៃសេចក្តីប្រមាទណាប្រមាទទាំងភយតោតិស្វាបើយើងប្រមាទក្នុងឱកាសពេលវេលាដែលយើងកំពុងរៀននេះគឺយើងនឹងមានកំហុសធ្ងន់ហ្មងឥឡូវយើងប៉ុណ្ណឹងលេះលោះលេងសើចច្រើនដល់ពេលយើងវ័យវឌ្ឍនាការកំឡោះឬក៏คล้ายទៅជាអ្នកដឹកនាំគេបានយើងនឹកឃើញអូកាលអញនៅក្មេងណាអញមានឱកាសរៀនសូត្រនៅឯវត្តប្រាសាទស្រះកដាខ្ចាស់ប៉ុន្តែអញប្រមាទអូប្រមាទអាហ្នឹងវាបដិសារីហ្នឹងវាអត់មានថ្នាំព្យាបាលទេអញ្ចឹងគឺត្រូវតែប្រឹងប្រែងអញ្ចឹងបញ្ជានៅការខ្ជិលនេះមួយបានបញ្ជានៅការឆ្លោះគ្នាមួយបានបញ្ជានៅការប្រមាទនេះបានគឺធ្វើឲ្យប្រទេសជាតិវត្តអារាមសមាគមអង្គភាពនឹងមានការរីកចម្រើនណាស់ហ្នឹងអញ្ចឹងគឺវិជានឹងឯងនាំឲ្យសាងជននាំឲ្យសាងជាតិឃើញទេសាងជាតិក៏រុងរឿងដល់ជាតិនឹងសាងសាសនាហ្នឹងហើយតែកាលណាជាតិរីកចម្រើនពុទ្ធសាសនិកមានចំណេះដឹងអ្នកមន្ត្រីរាជការមានការយល់ដឹងពីសាសនាមានសេចក្តីជ្រះថ្លាមានការជួយឧបត្ថម្ភធ្វើឲ្យសាសនានឹងមានការរីកចម្រើនហ្នឹងហើយយើងមើលទៅសម័យកាលដែលអាណាចក្រមានការរីកចម្រើនមានការយល់ដឹងអំពីសាសនាមានការគ្រប់គ្រងឧបត្ថម្ភពីថ្នាក់ដឹកនាំធំមានព្រះមហាក្សត្រមានរាជរដ្ឋាភិបាលជាដើមហ្នឹងធ្វើឲ្យពុទ្ធសាសនារីកចម្រើនលើការផ្សព្វផ្សាយព្រះធម៌ព្រះវិន័យលើប្រព័ន្ធអប់រំពុទ្ធកសិក្សាអីហ្នឹងគឺទៅតាមហ្នឹងអញ្ចឹងសរុបមកលោកឪគាត់ទៅផ្ដល់ជាវ៉ាតខ្លីថាវិជាសាងជនសាងជាតិសាងសាសនាចាំហើយកូនប៉ុណ្ណឹងមើលថាគ្រប់អង្គមក